Bèn trâu riêng ngày tì muối chè khlau chất ở nật côn sả là ọt tuông cứ ọt tuông người ta sả là ọt tuông nâng cái này ដែលសារថ្ងៃនេះជាថ្ងៃពិសេសរបស់បែងអំពូមិញហើយមកម៉ាក់ងើបពីព្រលឹមចាតែព្រលឹមនឹងម៉ោង 8 ជាងហើយអូយខំរូតរះដើម្បីជូនកូនទៅសាលាចោះឈ្មោះហើយបែងទៅតែអាយុ 2 ឆ្នាំទេអំពូមិញប៉ុន្តែគ្រាន់តែតាសាលាគេនឹងគេទទួលពាក់ព័ន្ធជាមួយនឹងបំណិនជីវិតការរស់នៅប្រចាំថ្ងៃអីចឹងទៅអញ្ចឹងម៉ាក់គាត់ថាក៏វាមិនពាក់ព័ន្ធជាមួយនឹងការរាប់លេខឬក៏ការកណនីតួអក្សរអីចឹងណាអញ្ចឹងសាលានឹងគឺគេបរៀនក្មេងពីរបៀបរស់នៅការស្ទង់ចំណងចំណូលចិត្តការតេស្តពី IQ ឬក៏សមត្ថភាពរបស់ក្មេងជាដើមចាឃើញបាញ់ទឹកអប់ 3-4 ក្លិនចូលគ្នានឹងដោយសារ favorite ណាបងប្អូនចាខ្ញុំមិនចេះបាញ់តែមួយក្លិនទេហើយក្លិនខ្ញុំបាញ់ពីច្រើនក្លិនស្រានិយាយទៅរោអីក៏មិនតាន់ដែរអញ្ចឹងហើយមុខនឹងបានតែសាន់សារ៉ូមទេហើយលាបក្រែមបន្ទាប់មកចេញទៅហើយតែគ្រាន់តែថាលេអុកប្រាក់បុកប្រេងហើយនឹងទឹកអនាម័យអាហ្នឹងគឺខ្ញុំត្រូវទៅយកទៅជាប្រចាំហើយណាមួយខែធ្លាក់ខ្យល់ទៀតផងលោកអើយលោកអត់អុកប្រាក់ជីវិតស្មើ0បាត់ហើយនេះចាពីអ្នកប៉ាប៉ាទៅពិតប៉ាប៉ាទៅមុនហើយតាគាត់ថាចង់ខានម៉ាក់គេញ៉ដល់ពេលមានណាខ្ញុំភ្ញាក់មកតឲ្យត្រឡប់មកយកវិញហើយនេះចាដល់សាលាអូនហើយចាដូចជាសាលាហ្នឹងស្ថាបនិកជាជនជាតិជប៉ុននិយាយទៅក្រុមប្រឹក្សាពិបាលគេដូចជាមានច្រើនអ្នកតែអស់គ្នាមិនមានតែម្នាក់ឯងគ្រាន់តែថារៀង security ហើយមានលក្ខណៈ private តិចចឹងហើយអធិស្ឋានទាំងអស់គ្នាខ្ញុំអត់អាចថតកូនសិស្សឬក៏សកម្មភាពផ្សេងដែលគ្រូបរិញ្ញានៅក្នុងហ្នឹងជូនទាំងអស់គ្នាបានទេបានត្រឹមតែខ្លីៗតិចតួចកាត់នេះគេឲ្យខ្ញុំអង្គុយចាំមួយផ្លែតសិនរំរាំតែអ្នកគ្រូគាត់មកទទួលយើងចឹងណាគេមានកាតឲ្យយើងពាក់ម្នាក់មួយដោយសារតែបែងមួយម៉ាចូលមុនហើយម៉ាក់ទៅដល់ពេលក្រោយនេះទេដោយសារប៉ាប៉ាទៅយកហើយចំពោះសាលាមួយនេះគឺអត់ទទួលសិស្សច្រើនទេអ្នកទាំងគ្នាដូចជាគេបែងចែកកម្រិតអាយុទៀតណាដូចជាមួយខួបជាងទៅ2ខួបនឹងគេដាក់កម្រិតណាហើយ2ខួបជាងឡើងលើអញ្ចឹងគេដាក់កម្រិតណាគឺគេមានបែងចែកតាមថ្នាក់នេះគឺជាទស្សនវិជ្ជាជុំវិញខ្លះខ្ញុំថតជូនទាំងអស់គ្នាដោយសារតែសាលាគាត់ថាថតបរិវេណខាងក្រៅគឺបានហើយមកដល់លោកហើយកូនខ្ញុំមានបានតន់ចូលសាលាអីឲ្យចូលរៀនបកែកញ៉ាងកូនទៅចូលរៀនណាកូនណានោះអ្នកគ្រូមកអីលឿនណាចាគឺវីវក់ជាមួយបៃឡុកហើយនឹងខ្សាច់សំខាន់រុញយើងទៀតដល់តែម៉ាក់កលេចទៅឃើញលេលុបខ្លួនរបស់អូនតាមប៉ិតលេនឹងមិនប្រើយូរដែរហើយអ្នកទាំងគ្នាហើយគ្រាន់ថាម៉ាក់អត់ទាន់ចេញលក់ទេសុំពេលប្រហែល3ខែទៀតសិនអានេះគឺជាដបផលិតផលសម្រាប់របស់លេលុបខ្លួនអូនប៉ុន្តែគ្រាន់តែថាម៉ាក់ចេញសាប៊ូកក់ហើយនឹងដោះខ្លួនអូនមុនហើយហ៊ាននិយាយថារបស់អន់គឺថាប៉ះខ្លួនបែងអត់បានទេគឺម៉ាក់ចម្រាញ់ខ្លាំងណាស់សម្រាប់ប្រវត្តិរបស់ baby ហើយបើកន្លែងនេះវិញចារំរាំតែព្រមទៅនឹងមូលហេតុអីដឹងអត់ខកថានៅក្នុងនឹងមាន playground តែមានប្លុកច្រើនណាហើយកលេចទៅឃើញក្មេងៗទូចនោះចាមើលទៅសនំគេហើយបានគេប្រមមកហ្នឹងណាចាហើយនេះកូនសិស្សថ្ងៃដំបូងចាទៅតែអាយុ2ខួបទេមកចោះឈ្មោះចូលរៀននេះដោយសារតែគ្រូហៅមក school tour ចាអញ្ចឹងហើយគេមកចោះឈ្មោះផងទៅកុំឲ្យខាតជើងណាហើយមានដឹងឯណាលោកអើយលោកកូនខ្ញុំហ្នឹងនិយាយពីថាគ្រាន់តែឃើញសាលាហ្នឹងហើយពេញចិត្តខ្លាំងណាស់និយាយទៅសាលាហ្នឹងខ្ញុំនិយាយតាមត្រង់អ្នកទាំងគ្នាខ្ញុំអត់បានថតទស្សនវិជ្ជាជុំវិញជូនទេដោយសារតែសាលាគេហាមឃាត់តែគ្រាន់តែថាខ្ញុំចែកម្លែកខ្លះសាលានេះគឺគេធ្វើតាមស្តង់ដារប្រទេសជប៉ុនហើយខ្ញុំមានអារម្មណ៍ថាក្មេងៗនៅក្នុងហ្នឹងពិតជាពេញចិត្តឲ្យទស្សនវិជ្ជាជុំវិញនឹងខ្លាំងណាស់ការដេករបស់សាលាគឺពាក់ព័ន្ធជាមួយនឹងការស្ទង់អារម្មណ៍សមត្ថភាពការយល់ដឹងឲ្យក្មេងៗចេញមកយើងមានអារម្មណ៍ថាក្មេងៗគឺ enjoy ជាមួយនឹងទស្សនវិជ្ជានឹងហ្មងសូម្បីតែបែងអ្នកទាំងអស់គ្នាគឺអត់មានយំសូម្បីតែមួយតែបើឆ្លេឆ្លាគឺឆ្លេឆ្លាចង់ឲ្យគេយកចូលក្នុងអានេះគេនៅមុខថ្នាក់ហើយចាមកហ្សូនរបស់គេហ្នឹងមិនមែនជាបន្ទប់បិទចិត្តទេគឺលក្ខណៈអ៊ូអចម្រុះគ្នាអញ្ចឹងទៅគ្រាន់តែថាបែងគឺគេអត់ទទួលទេអំពូមិញដោយសារតែអូនមកនេះអូនចុះឈ្មោះគឺពេញអស់ហើយនិយាយទៅសាលាគេមានសក្តិភាពណាគេមានគោលការណ៍ត្រឹមត្រូវហើយកំណត់ចំនួនសិស្សយ៉ាចាំទៅក្នុងការ control របស់គេធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅហើយមានទំនុកចិត្តហើយបើសិនជាយើងចង់យកបែងមកចូលឈ្មោះគឺអ្នកគ្រូគាត់និយាយថាចាំនៅ season ក្រោយហើយ season ក្រោយគឺរយៈពេល3ខែទៅ6ខែមានតាំងពីកូនសាសគេអីនៅក្នុងនឹងចម្រុះហ្មងអ្នកទាំងអស់គ្នាប៉ុន្តែគ្រាន់តែថាពេលដែលយើងថតជាប់អីអញ្ចឹងទៅគឺគេសុំឲ្យយើង private ហើយបិទមុខបិទអីអញ្ចឹងទៅក៏កុំឲ្យថតជាប់ជាការល្អធម្មតាអ្នកខ្លះកូនគេអ្នកធំដែរអញ្ចឹងណាគេ private អញ្ចឹងយើងក៏ត្រូវតែគ្រប់សិទ្ធិគេដូចគ្នា
ហើយកន្លែងនេះចូលកន្លែងត្រៀមសាក់លបងគេឲ្យរយៈពេល15នាទីចូលទៅដល់និយាយថាពេញចិត្តណាស់ហើយតែស្ដាយណាស់អំពូមីងចានិយាយទៅគឺគេអត់លើកលែងទេនិយាយតាមត្រង់គោលការណ៍របស់សាលានេះគឺតឹងរឹងខ្លាំងណាស់មួយថ្នាក់គេទទួល18នាក់គឺដឹងតែ18នាក់អញ្ចឹងគេកំណត់ចំនួនមួយគ្រូអញ្ចឹងគេ control សិស្សមួយនាក់អញ្ចឹងណាដោយសារតែមើលក្មេងគឺមិនមែនស្រួលទេអញ្ចឹងហើយខ្ញុំពិតជាមានអារម្មណ៍ថាសាលានេះគឺគាត់មានគោលការណ៍ត្រឹមត្រូវច្បាស់លាស់ហើយខ្ញុំនិយាយតាមត្រង់សូម្បីតែក្មេងអាយុមួយខួបបន្តិចក៏ញ៉ាំបាយមានរបៀបដែរណាអូយនិយាយឲ្យចាំទៅនៅក្នុងសាលាហ្នឹងគេបង្រៀនអំពីរបៀបរស់នៅជាពិសេសគឺបំណិនជីវិតចម្រុះនៅក្នុងហ្នឹងសម្រាប់ក្មេងហ្មងអញ្ចឹងហើយអូនមានតែរងចាំនៅ season ក្រោយទេអាណិតណាស់លោកហើយអំពូមីងនេះផងដែរក៏ម៉ាក់ចង់បង្ហាញថាសាប៊ូបែងបែងគឺខែក្រោយគឺចូលហើយណាអំពូមីងគឺអត់ពិបាកទេ brand របស់អូនឈ្មោះផាផាហើយសាប៊ូនេះគឺប្រើបានទាំងកក់សក់ហើយនិងដុសខ្លួនមានរូបអូននៅលើនឹងតែម្ដងហើយផលិតផលបន្ទាប់ទៀតគឺមានជាលេលាបខ្លួនហើយនិងពពួកសាន់គូសិនឬក៏ពពួក powder អញ្ចឹងទៅតែគ្រាន់តែថាចេញមុនគេគឺសាប៊ូដុសខ្លួន